ឥឡូវនេះមកដល់កែបទាំងតារាទៅមងតែសំណាងដែរបានជួបពូតុកតុកនេះគាត់ចិត្តល្អរូរេរតៈទៀតនេះមកដល់កន្លែងគេងហើយខ្ញុំកក់គេហ្នឹងគឺបន្ទប់ហ្នឹងខ្ញុំយកខេមួយទេតែដោយសារតែគេអត់មានអញ្ចឹងទៅក៏បានខេ2ហ្នឹងទៅខេឡើងធំល្វឹងល្វើយគួរឲ្យខ្លាចហ្មងយកបានទុកស្រួលបួហើយក៏ទៅសាក្តាមទិញបានតិចតួចប៉ុណ្ណឹងអញឲ្យបានថតទេវា3បាក់ពេករៀបចំទាំងញាប់ដៃញាប់ជើងរសាឃ្លានដែរហើយទិញបានតែប៉ុណ្ណឹងទេដោយសារតែញ៉ាំម្នាក់ឯងដែរប៉ុណ្ណឹងក៏នៅតែញ៉ាំមិនអស់ដែរញ៉ាំតិចដូចឆ្មាអញ្ចឹងខ្ញុំមកតែ1គីឡូវិញគឺឡើងសឺតហ្មងពេលមកកាត់វីដេអូអញ្ចឹងមកមានអារម្មណ៍ថានឹងខ្លួនឯងដែរមកធ្លាក់ខ្លួនដើមម្នាក់ឯងអញ្ចឹងដែរតាមពិតមិនដើមម្នាក់ឯងទេដើមមួយស្នេហាដែរគ្រាន់តែថាស្នេហានៅក្នុងទូរស័ព្ទអញ្ចឹងណាផ្ដល់កម្លាំងចិត្តឲ្យរៀនដើមម្នាក់ឯងស្វែងរកខ្លួនឯងព្រោះអីរាល់ថ្ងៃហ្នឹងគឺខ្ញុំអត់ដឹងថាខ្លួនឯងចង់បានអីត្រូវការអីទេពីមុនខ្ញុំមានបញ្ហាផ្លូវចិត្តអញ្ចឹងវាបាត់បង់ណាអញ្ចឹងយើងត្រូវតែស្វែងរកខ្លួនឯងវិញឃើញលោជ្រុះបាត់នៅកន្លែងណាមួយអីអញ្ចឹងទៅខ្ញុំចូលអារម្មណ៍មួយនេះដែលបើកស្វាមកឃើញរុក្ខជាតិឡើងខៀវស្ងាត់អញ្ចឹងហ្មងណាអារម្មណ៍ឡើងស្រស់ស្រាយហ្មងហើយមេឃឡើងតែឡើងដល់ក្នុងចិត្តហ្មងរៀបចំខ្លួនហើយក៏គិតថាយកសោឲ្យគេទៅហើយថតតិចតួចដោយសារតែយប់មិញហ្នឹងគឺមករៀងងាយដែរហើយឡាញ៉ាំអីហើយគឺចូលដល់7 8បាត់អញ្ចឹងមេឃក៏ចុះអាប់តាមនឹងដែរព្រោះនៅនេះគឺជើងភ្នំអញ្ចឹងហើយគឺឆាប់ចុះអាប់ត្រជាក់ខ្លាំងមែនតើយប់ឡើងពេលខ្ញុំគេងគឺខ្ញុំអត់បើកម៉ាស៊ីនត្រជាក់ទេដោយសារវាត្រជាក់ស្រាប់ហើយពាក់សមជើងឡើង2ជាន់ទៀតនៅកន្លែងគេនេះរៀងធំណាស់តានេះខ្ញុំដើររៀងចោះហើយណាខ្ញុំខ្ជិលដើរច្រើនរៀងចុកជើងដែររីសតគេនេះគេមានកន្លែងអាហារដ្ឋានសម្រាប់ញ៉ាំអីដែរយើងចង់កំងម្ហូបក្នុងកន្លែងគេហ្នឹងក៏បានយើងចង់ទិញអីយកមកញ៉ាំក្រៅក៏បានដែរចូលមកដល់ការយប់មិញហ្នឹងគឺខ្ញុំឃើញរៀងស្ងាត់ដែរខ្ញុំក៏មិនហ៊ានចេញក្រៅទៅគិតថាមានតែ2 3បន្ទប់ទេដល់ពេលព្រឹកឡើងមកមានណាមនុស្សច្រើនណាស់តាសតជនជាតិបរទេសជនជាតិខ្មែរអីយើងហ្នឹងក៏ទៅលេងនឹងដែរទេសភាពតាមដងផ្លូវទៅកន្លែងគិតលុយមិញហ្នឹងទៅកន្លែងអាហារស្ថានមិញហ្នឹងគឺគេទល់មុខហ្នឹងគឺគេមានអាងហែទឹកហើយសិតតែដើមឈើសិតតែផ្កាអញ្ចឹងហ្មងផ្កាគេនៅហ្នឹងធ្លាប់ឃើញខ្លះធ្លាប់អត់ឃើញខ្លះតែបើសួរឈ្មោះមួយគឺអត់ស្គាល់ហ្មង